តោះមកមីមកទៅរៀនមកដើរលេងបែបស្អាតបែបជូតមកទៀតហើយបងប្អូនណាដែលកំងមកទៅរៀនណាចូលសេឲ្យមួយណាអ្នកដែលកំងគឺម៉ូតនេះសម្រាប់ទៅរៀនហ្មងហើយឆ្លាស់កស្រួលមែនតើមុនដំបូងយើងបែងសក់ជា4បែបនេះបងប្អូនពីលើ2ក្រោម2ចាបែបលក្ខណៈទីទុយស្អាតណាហើយម៉ូតខាងលើ2ហ្នឹងយើងម្លែកជា2ដូចគ្នាហើយយើងធ្វើការក្រងផ្នែកខាងលើហ្នឹងគឺយើងគៀបទុកសិនហើយផ្នែកខាងក្រោម2សងខាងនេះគឺយើងក្រងនៅខាងឆ្វេងយើងទាញសក់ពីស្ដាំមកដើម្បីយកមកក្រងនៅខាងឆ្វេងហើយការទាញសក់នេះគឺយើងត្រូវទាញឲ្យប៉ុនៗគ្នាខ្ញុំគិតថា6ដុំគឺល្មមស្អាតចាំពេលបងប្អូនក្រងគឺលៃតាមហ្នឹងណាចាអាចក្បាលទម្រង់ក្បាលខុសៗគ្នាអាចទាញមកតិចច្រើនតាមហ្នឹងបន្ទាប់ពីពេលដែលយើងទាញ6ដុំហ្នឹងហើយខ្ញុំក្រងមកដល់ចុងហ្មងកន្លែងនេះដែរបើសិនជាសក់បងប្អូនខ្លីគឺក្រងត្រឹមតែកន្លែងចុងកស៊ូហ្នឹងបានហើយបន្ទាប់មកយើងធ្វើការក្រងមួយចំហៀងទៀតអុយចេញតែមួយចំហៀងចឹងក៏ស្អាតដែរមួយចំហៀងទៀតយើងក្រងនៅខាងស្ដាំម្ដងយើងយកផ្នែកខាងលើដែលយើងគៀបទុកមកញ៉ោចាយើងយកមកដាក់ចូលនៅក្នុងចន្លោះសក់ដែល6ហ្នឹងអញ្ចឹងយើងត្រូវមានសម្រាប់ទាញនេះមួយឬក៏បងប្អូនអត់មានសម្រាប់ទាញណាយកតែដៃទាញក៏បានដែរយើងយកមេដៃយើងចោលដៃយើងសោកចូលតាមប្រឡោះហ្នឹងមកហើយយើងទាញសក់មកចំណុចនេះដែរបងប្អូនមិនបាច់ទាញក៏បានដែរហើយបងប្អូនចង់ទាញដូចខ្ញុំចេញខ្វែងគ្នាស្អាតហើយបើថាបងប្អូនអត់ទាញដូចខ្ញុំទេបងប្អូនក្រងយកទៅដូចជាហៀងខាងនោះហ្មងក៏ចេញម៉ូតម្យ៉ាងដែរគាត់ថាខ្ញុំចង់ឆ្នៃឲ្យចេញមកប្លែកឲ្យស្អាតណាហើយខ្ញុំទាញមកតែ5ដុំឯណាបងប្អូនអញ្ចឹងបានតែជាហៀងខាងឆ្វេងក្រងពីស្ដាំមក6ដុំជាហៀងខាងស្ដាំក្រងពីឆ្វេងមកតែ5ដុំឯងកន្លែងនេះដែរយើងធ្វើការក្រង3ធម្មតាហើយយើងម្លែកសក់ឲ្យស្មើគ្នាមកចាយើងចាប់ចូលសក់ចាស់មកចាប់ម្ដងដុំដែលយើងខ្វែងគ្នានឹងមកអូយស្អាតមែនតើបងប្អូនហើយម៉ូតចេញមកឡើងប្លែកមកដល់ត្រឹមនេះគឺខ្ញុំមានអារម្មណ៍ថាប្លែកឲ្យស្អាតបាត់ហើយត្រូវអត់ចាមកដល់ត្រឹមនេះបើបងប្អូនយកតែស្អាតកុំភ្លេចចុច like ចុច share ម្នាក់មួយផងណែឲ្យកម្លាំងចិត្តអ្នកធ្វើហើយពេលដែលបងប្អូន like share គឺបងប្អូននឹងបានទទួលម៉ូតថ្មីទៀតឲ្យតែខ្ញុំផុសគឺបងប្អូនឃើញតែបើសិនជាបងប្អូនមើលហើយបងប្អូនអត់ like អត់ share ទេអត់មានហូប comment អីនៅក្នុងវីដេអូហ្នឹងទេអាចពេលដែលខ្ញុំផុសម៉ូតក្រោយបងប្អូនមើលឃើញទេព្រោះ Facebook ឲ្យតែអ្នកដែលចូលចិត្តមើលអញ្ចឹងណាតែប៉ះកន្លែងនេះបងប្អូនអាចក្រងតម្លាក់ធម្មតាបានតែខ្ញុំគឺខ្ញុំចង់ឆ្នៃមួយម៉ូតទៀតឲ្យប្លែកនិយាយទៅខ្ញុំព្យាយាមធ្វើឲ្យច្រើនម៉ូតដើម្បីបងប្អូនគិតថាអាចឆ្នៃបានម៉ូតណាដែលបងប្អូនស្រឡាញ់អញ្ចឹងបងប្អូនអាចតម្លាក់ក្រងអញ្ចឹងក៏បានឬក៏បងប្អូនរុះក្រងចេញដូចខ្ញុំចេះឬក៏អ្នកដែលគាត់មានសក់ខ្លីគាត់ក្រងត្រឹមតែប៉ុណ្្នឹងហើយគាត់យកសម្រាប់ចងសក់យកមកចងមកគឺខ្ជូតស្អាតហ្មងសម្រាប់ខ្ញុំឆ្នៃមួយទៀតគឺខ្ញុំយកសក់មួយដុំយកមកក្រង3ហើយយើងធ្វើការក្រងរហូតទៅដល់ចុងសក់ហ្នឹងហើយយើងយកសក់ហ្នឹងមកវិញនៅលើសក់ដែលចងកស៊ូហ្នឹងហើយយើងយកកស៊ូយកមកចងទៀតនិយាយទៅម៉ូតនេះអត់ត្រូវការតាគៀបខ្មៅទេគឺយើងប្រើកស៊ូទាំងអស់សម្រាប់បងប្អូនណាដែលគាត់អត់ចូលចិត្តប្រើតាគៀបខ្មៅឬក៏គាត់អត់ចេះគាត់ធ្វើដូចខ្ញុំបានបងប្អូនខមមិននៅខាងក្រោមផងថាចេះធ្វើម៉ូតសក់តាមខ្ញុំប្រហែលម៉ូតហើយធ្វើតាមខ្ញុំស្រួលធ្វើអត់ចាដើម្បីឲ្យខ្ញុំដឹងថាខ្លួនឯងនេះបរៀនបងប្អូននេះរាល់ថ្ងៃហ្នឹងគឺបងប្អូនពេញចិត្តអត់ឬក៏បងប្អូនចង់ឃើញវីដេអូទៀតអត់ខមមិននៅខាងក្រោមហ្នឹងផងខ្ញុំយកសក់មកហុំបែបនេះគឺដើម្បីឲ្យមើលទៅឃើញប្លែកឃើញស្អាតចាបងប្អូនណាមានតាគៀបខ្ជូតអាចដាក់តាគៀបខ្ជូតបានបាច់ហុំសក់ដូចខ្ញុំក៏បានដែរបើ